បាទជំរាបសួរបងប្អូនថ្ងៃនេះចង់បង្ហាញបងប្អូនពីវីដេអូទាក់ទងទៅនឹងការដូរហ្វឺតថាសកង់មុខរបស់ត្រាក់ទ័រ60បាទហ្នឹងហើយបងប្អូនមើលតាមអ្វីដែលខ្ញុំបានបង្ហាញបាទទី1គឺយើងត្រូវដោះប្រឡងហើយក៏យើងស្កឹះហ្វឺតបាទហ្វឺតប្រេងបង្ហូរប្រេងចេញសិនមកបាទបង្ហូរប្រេងឲ្យវាអស់មកហើយបន្ទាប់មកយើងដោះប្រឡងហើយគឺយើងចាប់ផ្ដើមស្កឹះដោះចានថាសស្ពឺលពៅយើងនឹងមកបាទឆ្កឹះវាមកឆ្កឹះយកទូលវីឆ្កឹះតិចមកគេមកចាញ់ហើយបាទនេះចាញ់មកហើយបាទអញ្ចឹងជាងគាត់មកគាត់មើលនេះបដាងនេះងាយស្រួលទេបដាងហ្នឹងមកយកទូលវីធំណាបាទទូលវីធំមកវាយវាមកវាល្បើកចេញមកហើយនេះយើងដកចេញយើងដកស្ពឺលពៅចេញតមកទៀតនេះយើងដោះអាព្រាកាត់ពីកណាត់នឹងចេញមកហើយបន្តមកទៀតយើងយកញូមកវាយចុងនឹងតិចមកចេញមកបាទហ្នឹងហើយតមកយើងកាប់មកបដាងយើងធ្លាក់បន្តមកនេះយើងវាយហ្វឺតនេះយើងដូរហ្នឹងណាបាទយើងដូរហ្នឹងវាបែកហ្វឺតបាទហ្នឹងឥឡូវយើងពេលដែលយើងដាក់បដាងយើងកុំភ្លេចមើលរងនៅក្នុងហ្នឹងមួយស្លឹកណាបាទរងស្ដើងមួយស្លឹកនៅក្នុងហ្នឹងពេលដែលយើងដាក់បដាងយើងកុំភ្លេចបាទហើយនេះយើងដាក់ហ្វឺតស្កត់ឲ្យដល់នឹងមកដល់កលៈទី2ណាបាទបន្ទាប់មកយើងដាក់បដាងចូលហើយយើងវាយបដាងចូលតិចចឹងមកវាចូលស្មើវាអត់កលិតហ្វឺតហ្នឹងទេវាធ្វើឲ្យការបញ្ចូលហ្វឺតហ្នឹងយើងវាអត់ងាយខូចបើយើងវាយហ្វឺតទៅចូលយកអាហ្នឹងវាអាចនឹងឆាប់ខូចហ្វឺតព្រោះវាស៊ីនឹងការ៉េបាទឥឡូវយើងចាប់បដាងមកដាក់ព្រាកាត់វាមកវិញបាទយើងដោះមិនដាក់អញ្ចឹងមិនដៃថ្មីហ្នឹងអ្នកដែលគាត់ធ្លាប់ប្រើហើយគាត់មិនពិបាកទេអាការដាក់តែអានេះអ្នកណៃថ្មីគាត់មើលវីដេអូហ្នឹងគាត់នឹងយល់ហើយបាទឥឡូវយើងរៀបចំហើយយើងដាក់ចូលទៅវិញហើយដាក់ចូលទៅវិញមើលអានេះដែរនេះអារងដែលខ្ញុំចោលហ្នឹងបាទអារងហ្នឹងនៅមានមួយដែររងស្ដើងបាទយើងចូលវិញវាមានកណិចវាមានប្រឡងច្រឹងវាយើងដាក់ហើយមុននឹងយើងដាក់ចូលយើងសម្អាតវាឲ្យស្អាតចាំយើងដាក់ចូលបាទតែប៉ុន្តែវីដេអូសម្អាតអីខ្ញុំថតដែរប៉ុន្តែអត់បានឲ្យមើលដាក់តាមហ្នឹងមកលើកចូលចាប់ប្រឡងហើយផ្លុកបាទចូលបាត់លឹបចាប់ប្រឡងបាត់ការងារបើយើងមិនធ្លាប់យើងអាចថាសិក្សាមើលតាមវីដេអូអីចឹងទៅដូចជាខាងខ្ញុំបង្ហោះអីឬក៏ខាងគេបង្ហោះអីបងប្អូនមើលតាមហ្នឹងទៅយើងវាអត់សូវខុសបាទហ្នឹងហើយកលពីដំបូងខ្ញុំដោះក្បាលខ្ញុំដោះប្រឡងនេះប្រឡង8លី10សល់12នេះខ្ញុំដោះបាញ់នឹងម៉ូទ័រតែដល់ពេលរត់វិញបងប្អូនយល់ល្អបើមានម៉ូទ័រសូមកុំបាញ់អីការពារខ្លាចវាដាច់បាទពួកកម្លាំងម៉ូទ័រវាស្មើជាងកម្លាំងដៃយើងមែនប៉ុន្តែវាកម្លាំងខ្លាំងហ្នឹងហើយឥឡូវយើងចាក់ប្រេងយើងមានវីដេអូមានអីចាក់ស្រួលមកហ្នឹងហើយឥឡូវយើងចាប់ផ្ដើមបញ្ចូលកង់វិញហើយហ្នឹងក្លឹបស្រួលទេពេលបញ្ចូលកង់យើងប្រើសារ៉ាងលើខាងមុខទៅបញ្ចូលទៅគៀកទៅចូលធម្មតានេះមេក៏នៅភូមិខ្ញុំនឹងឯងប៉ុន្តែគាត់ថាពេលមកប្រហែលជាបើយើងធ្វើនេះប្រហែលជា15នាទីហើយដោះដូរហ្វឺតមកជាហៀងប្រហែលជា15នាទីទេវាលឿនគាត់តាមទៅគាត់ធ្វើខ្លួនឯងបានប៉ុន្តែគាត់ថាគាត់អត់មានឧបករណ៍គាត់ខ្ជិលគាត់មកកន្លែងតែម្ដងមកដល់កន្លែងឲ្យកូនជាងខ្ញុំដោះឲ្យទេបើសិនជាបងប្អូនគាត់មានចម្ងល់អីចង់សាកសួរព័ត៌មានអីតាក់ទងនឹងអត្រាអីមិនអាចតាក់ទងមកបានសួរនាំបានបាទបាយបាយហេងមេ